ណែបងប្អូនអរឃើញភ្លើងកំពុងតែឆេះណាមិនដុតសម្រាប់ណាបងប្អូនបាទនេះគឺរបៀបក្នុងការដែលដុតកលានណាបងប្អូនបាទនេះកលានបាទកលានបងប្អូនប្រជាពលរដ្ឋណាដែលគាត់ធ្វើកលាននោះអានេះកលានធម្មជាតិដុតធម្មជាតិសុទ្ធមកបងប្អូនបាទអត់មានប្រើជាមួយនឹងឆ្នាំអគ្គិសនីឬក៏ចក្រានអគ្គិសនី microwave អីណាបងប្អូនបាទហើយនេះខ្ញុំជិះកាត់ចៃដន្យតាមផ្លូវទេបងប្អូនអើយបានឃើញនេះអូយហើយកលាននេះមានតាមតម្លៃបងប្អូនហើយមានអាតូចអាធំហ្នឹងបងប្អូនកុំគិតថាអូអ្នកលក់ហេតុអីដាក់អានោះទូចអានោះធំជាងគេអញ្ចឹងមែនទេបងប្អូនដោយសារតែមានតម្លៃតាមអញ្ចឹងណាបងប្អូនហើយខ្ញុំមានរឿងពិបាកថតតិចបងប្អូនអើយដោយសារអីក្តៅខ្លាំងណាស់បងប្អូនអើយហើយនិយាយពីណាមិញវិញបងប្អូនឯងឃើញឃ្លុំគាត់មិនមែនឃ្លុំលៀបលាអសឯណាដោយសារតែក្តៅហើយធ្វើតាំងពីពេលណានេះមិញធ្វើតាំងពីពេលណាកន្លានហ្នឹងអូមកព្រឹកទើបតែបានដុតពេលល្ងាចមិញណាអូហើយស្អែកឡើងយកទៅលក់នៅណាដើរទៅលក់ទៅដល់ណាទៅវិញអូតំពេញមកបាទអ្នកបងប្អូនអើយហើយកលាននេះកលាននៅជនបទសុខសាយជាលក្ខណៈថាកលានគាត់ធ្វើតាមបច្ចេកទេសគ្រូសារៀងខ្លួនអញ្ចឹងបងប្អូនបាទហើយមិនតែធ្វើទៅបងប្អូនគឺធ្វើយូរយ៉ាងហើយប៉ុន្តែខ្ញុំមិនដែលបានថតឲ្យបងប្អូនមើលដោយសារថ្ងៃនេះខ្ញុំជិះម៉ូតូចេញទៅធ្វើការអញ្ចឹងបងប្អូនបាទជិះកាត់មកផ្ទះគាត់កំពុងតែដុតកលានអញ្ចឹងក៏ថតវីដេអូឲ្យបងប្អូនបានមើលអំពីទិដ្ឋភាពហើយកុំថាធ្លាប់តែញ៉ាំកលានហូបកលានអត់ដឹងថាកលានពិបាកដុតប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងបងប្អូនបាទធ្លាប់តែឃើញស្រស់គេសក់អាខ្ជុងឆេះហើយបងប្អូនតែពិតកលានគឺពិបាកដុតមែនតែបងប្អូនអើយបងប្អូនឲ្យឃើញអញ្ចឹងគឺត្រូវរៀបចំភ្លើងត្រឹមត្រូវបើមិនអញ្ចឹងទេខ្ជុងហ្នឹងមិញខាតទាំងអាស័យខាតទាំងកខ្ជុងហើយបាទតែបងប្អូនអើយហើយកុំភ្លេចជួយគាំទ្រកលានផងបងប្អូនហើយកលាននេះគឺអ្នកស្រុកកំពង់តឡាចបងប្អូននៅខាងឃុំពីនីបាទគាត់ជាអ្នកធ្វើបងប្អូនហើយនេះអូហើយគាត់ថាមិនងាយស្រួលទេបងប្អូនហើយតម្រាំតែបានកលានមួយបងប្អូនហើយនេះឃ្លុំផងហើយកម្ដៅភ្លើងដូចខ្ញុំថតឲ្យបងប្អូនមើលចឹងមិនងាយទេបងប្អូនអើយក្តៅណាស់បងប្អូនតម្រាំតែបានកលានហើយអ្នកទិញកុំតថ្លៃខ្លាំងពេកបងប្អូនអើយអ្នកទិញបាទផ្ញើវីដេអូទៅកាន់អ្នកទិញផងបាទមុននឹងតថ្លៃបងប្អូនបានឃើញបងប្អូននេះហើយតម្រាំតែបានចេញជាកលានបងប្អូនយើងត្រូវតែត្រកទិញអាស័យបាទសក់អាស័យអាស័យរកឆ្នុកបាទលាយអង្គលាយដូងលាយសណ្ដែកគ្រប់បែបយ៉ាងបងប្អូនតម្រាំតែបានកលានមួយហើយចុងក្រោយលទ្ធផលសម្រាប់បងប្អូនត្រូវរៀបកលានហើយដុតភ្លើងហើយបាទដុតមិនស្រួលទេឆេះខ្លោចខ្ទេចហើយបងប្អូនអើយនេះហើយអញ្ចឹងផ្ដាំវីដេអូនេះទៅកាន់អ្នកទិញផងបាទកុំសូវតថ្លៃខ្លាំងពេកបងប្អូនអើយបាទ500 1000កុំឲ្យតថ្លៃខ្លាំងពេកបងប្អូននេះយើងគិតអំពីបាទផលបាទរបស់ពួកគាត់ផងបងប្អូនខំប្រឹងធ្វើដើម្បីឲ្យយើងបានបរិភោគបងប្អូនបាទហើយសង្ឃឹមថាបងប្អូនពិតជាបាទជួយ like ជួយ share វីដេអូបាទអ្នកមួយផងដើម្បីគ្រប់គ្រងមិនថាកលាននៅខាងកំពង់ឆ្នាំងកំពង់ស្ពឺពោធិ៍សាត់ព្រៃវែងទេបងប្អូនសុទ្ធតែជារបស់បងប្អូនជាប្រវត្តិខ្មែរធ្វើសុទ្ធសាធបងប្អូនបាទគាត់ធ្វើដោយដៃបងប្អូនបាទជួយគ្រប់គ្រងផលិតផលអាហារខ្មែរបងប្អូនអានេះជាលក្ខណៈអាហារសម្រន់ណាបាទបងប្អូនបាទហើយបើសិនជាអាចទៀតប្រហែលថ្ងៃក្រោយទៅបានល្បីកលានគេទិញដាក់តុកការរោងការទៀតរត់តែមានតម្លៃសម្រាប់ខ្មែរយើងទៀតដល់បងប្អូនអើយនេះនៅបងប្អូនអើយមិនងាយទេបងប្អូនអើយក្តៅណាស់បងប្អូនហើយដុតតែម្ដងមិនឆ្អិនណាបងប្អូនណាបាទត្រូវរួយភ្លើងម្សាថែមភ្លើងម្សាទៀតបងប្អូនហើយការគាត់កាយដាក់ហ្នឹងមិនសម្រាប់ទេបងប្អូនបាទនេះជាអ្នកស្អីដល់ពេលដែលយើងតក់ពីកលានហើយកូរទុកឲ្យវាស្ងួតដល់ពេលហើយយើងយកមកដុតបន្ថែមទៀតបងប្អូនបាទទីនេះបងប្អូនអើយគឺពិបាកមែនតើបាទណាបងប្អូនអូខេកុំភ្លេចជួយ like ជួយ share វីដេអូម្នាក់មួយផងហើយគាំទ្រផលិតផលខ្មែរបាទកលានខ្មែរបងប្អូនបាទអរគុណ